ជួយរកតាមសង្គូលលោកតកែរំខានលោកបន្តិចខ្ញុំយកគំរូចម្លងពីតុងឈីងឆាងពីផ្ទាំងជូលោកទៀតលោកច្បាស់ជាស្រួលលក់ឲ្យណែលោកឲ្យថ្លៃទៅឲ្យថ្លៃទៀតបើផ្ទាំងនេះមិនទាន់លក់ចេញផងរបស់ចម្លងគ្មានអ្នកទិញមិនចឹងទេបើផ្ទាំងនេះសងឯងវិញក៏បានដែរកុំអីតកែនេះប្រាក់លើកមកដឹកខ្ញុំចាយអស់ទៅហើយលើកខ្ញុំគ្មានប្រាក់ទេខ្ញុំក៏រំពឹងថាលក់វាចោលគាត់រស់តើលោកតកែហាងលោកធំរកមានបានមិនទៅចាប់ភ្លឹក5ទិញទួយអីបែបនេះពុំនោះទេទៅខ្ញុំឲ្យគ្មានពេលលេងសើចជាមួយឯងទេហាងយើងនេះបានកំណត់ឈប់ទទួលរបស់ចម្លងឯងស្ដាប់យល់ទេអាហ្វាលោកតកែគឺលោកតកែគឺខ្ញុំនេះកុំច្រាតខ្ញុំដើរខ្លួនឯងក៏បានដែរយកកណាត់ក្រហមមកចុះមកចាំឡើងយកមកហាងវត្ថុបុរាណចិនជីហើយអរគុណដល់រាល់គ្នាដែលផ្ដល់កិត្តិយសជើខាងក្នុងជួយត្រេកអរជើខាងក្នុងថាកែសុខសប្បាយទេហាងលោកទទួលគំនូចាំមួយតិចបើហាងគ្មានឈ្មោះគ្មានតកូលខ្ញុំមិនទទួលទេអ៊ំយកទៅវិញទៅអានេះគឺគំនូចម្លងពីតុងឈីងឆាងដូចបេះបាត់បងលោករកមើលមែនទៅលោកមើលទៅនេះចាប់សិនអ៊ំថានេះជាគំនូរបស់អ្នកណាតុងឈីងឆាងនៅសឹងជាងចម្លងណាមិនថាទេចម្លងពីតុងឈីងឆាងទៅបន្តិចក៏ហីទៅចាំបាច់ជីស្ដីខ្លាំងម្លេះចំមែនចាំមកផ្លែតមកវិញបាទឲ្យយើងមើលតិចបាទតាចាគំនូមួយនេះលក់តម្លៃប្រហែលបដិជគុណឲ្យតម្លៃវាចុះមួយផ្ទាំង10សេនលក់ក៏លក់មិនលក់ក៏ឲ្យចុះលក់ដល់លក់អរគុណដែរនៅមានទេមានឡោះអមមកលើកក្រោយយកមកឲ្យខ្ញុំខ្លះទៀតអរគុណបដិជគុណអរគុណដែរអរគុណគំនូរបស់ផ្ទាំងនេះពិតជារបស់លោកតុងពិតមែនមិនក៏គ្មានហត្ថលេខាគ្មានត្រាអញ្ចឹងពិតបែបដែរខ្ញុំស្គាល់ច្បាស់គំនូលោកតុងខ្លាំងណាស់ដាច់ខាតមិនមើលច្រឡំទេខ្ញុំសួរបដិជគុណគំនូនេះបានមកពីណាដែរគំនូនេះគឺអ្នកយកមកប្រាប់ថាផ្ទះរបស់លោកតុងយកមកជូនតែខ្ញុំក៏មិនច្បាស់លាស់ដូច្នេះទើបយកមកឲ្យលោកជួយពិនិត្យបដិជគុណណាពិតជាមានសំណានធំណាស់ពិតមែនគ្មានហត្ថលេខាត្រាតែគួររក្សាទុកប្រសើរណាស់មកសូមទទួលយកទៅសូមអធិស្ឋានឲ្យខ្ញុំអធិស្ឋានបដិជគុណណា
គំនូនេះបានតែគយគុណមិនអាចយកទៅលុបនៅមហាឆេងទេនេះគឺជាច្បាប់ទម្លាប់មិនសមស្របនឹងមជ្ឈដ្ឋានគំនូគ្មានរហត្ថលេខាគ្មានត្រារបស់ខ្លែងបន្លំបើសិនជាយកទៅគឺមិនបាននោះទេសូមបដិជគុណចាំទុកខ្ញុំលាសិនហើយលាសិនហើយអរគុណតាំងជីឆាខ្ញុំអរឯងស្អុយពេញខាងត្បូងទន្លេទៅអញទៅសើមើលក្រុងហាងមានគំនូតុងជិញឆាំងប្រមាណដែរបើតាមយើងដឹងមិនច្រើនប្រមាណទេបាទផាក់ស្រាបំបត្តិខ្ញុំទៅពីសាច់មកដុំអានេះពិតជាសុខសប្បាយទេលោកម្ចាស់ទៅពីមកប្លន់មែនទេខ្ញុំគ្មានប្រាក់ទេមានតែសាច់បាក់កញ្ចប់ហ្នឹងបើចង់ហូបយកទៅកម្ពុជាសំអីអាយ៉ាលោកម្ចាស់ទៅពីសាច់នេះគឺចំណាយប្រាក់ទិញមិនអាចជន់ឆ្លីបានទេខ្ញុំត្រូវយកមកវិញហើយឆាប់រត់ភ្លាមទៅខ្ញុំមិនអាចល្មើសបានទេនេះស៊ីជើពីរអ្នកនោះគឺមកប្លន់ឯងជួយទប់ទល់ពួកវាចំនួនអ៊ំផងអូយ៉ាជួយទៅលើឯងឆាប់ជួយអ៊ំផងទៅអ៊ំអាយុច្រើនមិនអាចទ្រាំទ្រក្រាបដៃបានទេពួកឯងរកចិនជើងដែរខ្ញុំរកចិនជើងដែរបើពួកឯងរកឃើញចិនជើងត្រូវប្រាប់ខ្ញុំផងចាំមើលខ្ញុំវាយនាងឲ្យស្លាប់ណាជើខ្ញុំពិតជាមានការបតិខ្ញុំត្រូវទៅចាមិនព្រមងប់ជើងលីល្បិចស្រាលអមិនផឹកចង់ផឹកស្រាប់ពីនេះឆាប់នាំយើងទៅជួបនឹងស្រីថោកទៀតយប់នេះស្រីថោកឯងសំអាងនឹងអីហៅនាងថាស្រីថោកកូនស្រីរបស់ខ្ញុំមានឈ្មោះមានតកូលឯងសំអាងហៅចឹងចាប់ភ្លាមអីមានរឿងទៅពីខ្ញុំប្រាប់ពូនាងជន់ស្អីតែខ្ញុំមិនស្គាល់ប្រុសឬក៏ស្រីនោះទេហើយចាមិនអញ្ចឹងទៅពិតជាឆេះឆាវមែនលេងអើខ្ញុំដូចជាខានបាយគេយូរហើយដូចជារបស់ដៃណាចុះងប់អីហើយទៅរត់ទៅអំប្រាអូយអំប្រាអូយអំយ៉ាងម៉េចហើយហើយធានសុអាខ្ញុំអីទេពួកវាធ្វើឲ្យសាច់ធ្លាក់លើដីពួកអាចចង្រៃអស់នេះអំមិនបាច់រកទេកុំផ្ទះសាអីខ្ញុំនឹងអ្នកនាងយករបស់ពិសាមកជូនអ្នកទាំងពីរអំប្រាខ្ញុំជូនអំទៅផ្ទះវិញណាតាបងស្រីត្រូវនាំគ្នាប្រយ័ត្នផងពួកគេបានដឹងហើយថាអ្នកទាំងពីរនៅលើភ្នំគឺខ្ញុំដឹងហើយអ៊ំយ៉ាងនេះគឺជាស្រាដែលនាងផ្ញើអ៊ំធានសុថ្ងៃនេះខ្ញុំបានជួបអ្នកប្រុសតង់ហេអ្នកក៏គាត់ដឹងថាបងនៅទីនេះតង់ចិញ្ឆាំងនោះនាំទុកដល់បងវេទនាម្លឹងហើយមានមកជួបបងទៀតបងស្រីគាត់និយាយចំពោះមកផ្សេងរួចធ្វើផ្សឹងអ្នកជាខ្លាញ់ខិតប្រច័ណ្ឌបងមិនអាចចាញ់បោកគាត់ទេគ្មានទេគាត់មិនបានមករកខ្ញុំទេយើងបានជួបគ្នានៅលើភ្នំបងនិយាយរកគាត់ទេគ្មានទេហើយគាត់មិននិយាយអីជាមួយបងទេគាត់មិនសួរខ្ញុំថាស្អប់គាត់ទេហើយអត់ប្រយោជន៍មែនគាត់ប្រមាថគេច្បាស់ណាស់ស្អប់ថាមិនស្អប់ទេហើយបងស្រីបងមិនចេះគាត់អត់ទៅបាត់តែម្ដងទេខ្ញុំចេះគាត់ធ្វើអីគាត់នឹងខ្ញុំលែងតាក់ទងគ្នាហើយចុះក្រោយមកទៀតក្រោយមកខ្ញុំមិនចង់ស្ដាប់គាត់បកស្រាយក៏ទៅបានបងស្រីបងធ្វើត្រូវណាស់
រឿងមួយនេះមិនមែនស្ដាប់គាត់បកស្រាយពីមិនម៉ាត់គឺអាចរួចបន្ទោតាន់លុបចោលការជាចាប់បងទេគាត់ក៏គ្មានទោសអីដែរមិនសំថាធ្ងន់ដល់ម្លឹងម្យ៉ាងទៀតតាមពិតគាត់ល្អគ្រាន់បើនិយាយរួមទៅគឺគាត់បានជួយយើងបងស្រីពិតជាចិត្តទលាយមែនគាត់អត់មានសច្ចៈចំពោះបងស្រីយ៉ាងនេះបងនៅជួយនិយាយល្អជួយគាត់ទៀតបើសិនជាខ្ញុំវិញខ្ញុំច្បាស់ជាវាយគាត់ដល់អស់កំហឹងបងស្រីយើងគួរចាត់ការគាត់ហើយបានហើយធានសុខយើងកុំនិយាយពីគាត់និយាយអីផ្សេងទៅបានហើយធានសុខថ្ងៃក្រោយឯងឈប់យកអីមកឲ្យខ្ញុំទៀតឯងខ្វះលុយចាយស្រាំកុំឲ្យបង្ហាន់អីណាបងស្រីបងនិយាយស្អីហ្នឹងបងប្អូនយើងទាំងពីរនាក់ត្រូវរួមសុខរួមទុក្ខជាមួយគ្នាអរគុណឯងធានសុខបងនៅក៏សំដាក់ខ្ញុំទៀតតែថ្មីនេះពួកខ្ញុំយកគំនូខ្ញុំទៅលក់គ្រាន់បានប្រាក់បន្តិចជីវភាពក៏បានធូរដែរឯងមិនបាច់បារម្ភទេមែនទេគ្រាន់បានដែរតែគ្រាន់បានមែនហើយប៉ុន្តែគាត់ឧស្សាហ៍ចុះពីភ្នំខ្ញុំបារម្ភថាគាត់អាចជួបពួកមេបនបងស្រីត្រូវតែឧស្សាហ៍រំលឹកអំប្រុសចុះទៅលើភ្នំត្រូវតាំងស្មារតីឲ្យខ្ពស់ខ្ញុំដឹងហើយអេបងស្រីគំនូរបស់បងលក់ឯហាងគំនូណាដែរដូចជាហៅថាហាងវត្ថុបុរាណចិនជីហាងវត្ថុបុរាណចិនជីល្អខ្ញុំចង់យកគំនូទៅលក់សាកមើលបានជាលក់សួចជាមិនចាញ់ខ្ញុំនឹងលក់គំនូខ្លះប៉ះបើការហូបចុងល្អណាស់ថាកែខ្ញុំស៊ើបរួចហើយពេញក្រុងហាននេះគឺមានគំនូតុងឈីងឆាងតែ5ផ្ទាំងទេហាងគំនូ2មាន1ផ្ទាំងរៀងខ្លួនហានវុនប៉មាន3ផ្ទាំងបដិជគុណរស់សរសេរសម្បត្តិណាមិនមែនទេញោមមានតកូលអីដែរជាយើងមានតកូលដូចគ្នាតាជាសិបៃខុសហើយនោះគឺមានន័យខ្លាំងក៏ខុសដែរជាសៀវឆាយហើយចុះញោមធ្លាប់សរសេរសម្បត្តិឲ្យណាដែរវួងស៊ូជីម៉ៃឬក៏សឹងទៅប៉ោះហើយបដិជគុណគួរសួរថាពាក្យពេចន៍អីដែលកណាមិនធ្លាប់សរសេរញោមពុតជាខ្លាំងអស្ចារ្យមែនអញ្ចឹងក្នុងមួយថ្ងៃញោមរកប្រាក់បានប្រហែលគ្រប់ហូបនំដុត2នៅអាចផឹកតែ2ពេងអញ្ចឹងណាអាត្មាឲ្យញោមមួយធ្វើជា10ថ្លៃហូបចុកស្នាក់នៅរាល់ថ្ងៃសរសេរអក្សរ2មិនម៉ាន់យ៉ាងម៉េចដែរប៉ុន្តែញោមមិនអាចយករឿងនេះប្រាប់នរណាម្នាក់ទេដល់ទេមិនល្មើសច្បាប់ទេមើលប្រកាសណាញោមមើលសរសេរអក្សរ2 3ម៉ាត់អាចល្មើសច្បាប់អីដែរទៅក្នុងនាមជាអ្នកបួសព្រោះតែបច្ច័យខ្លាំងតាញោមស្គាល់ហាងវត្ថុបុរាណចិនជីដែរទេគឺនៅខាងក្រោយនេះអាយ៉ាជាសៀវឆាយពិតជាបានពឹងគុណបុណ្យបដិជគុណណាស់បានយប់នេះចាប់ដើមធ្វើការចាំផងណាទីធ្លាខាងក្រោយនៃហាងចិនជីនោះលឿនដល់ម្លឹងឡហើយល្អណាស់ល្អពីចាស់យ៉ាងចាប់ពីពេលនេះទៅត្រូវចេះបិទមាត់ខ្លួនឯងផងកុំ5អ្នកដទៃឲ្យសោះគំនូអមលក់ឲ្យតែហាងចិនជីទេដឹងទេដឹងហើយចាំតិច
ចង់ចាំឲ្យបានល្អគំនូអ៊ំមិនអាចលក់អាហារផ្សេងទៀតទេបើមិនអញ្ចឹងទេយើងឲ្យសងទាំងការទាំងដើមច្បាស់លាស់ហើយឬនៅចាំទុកណា ទុកចិត្តជាប់ដែលជាគុណសើខុង ល្អទៅចុះ ហើយយ៉ានាងចំមកអមិនក៏មិនទាន់មកវិញទៀតអើយ៉ាអូចាឲ្យដល់សំចាក់ស៊ីសំជិះសំជិះដល់ស៊ីសំចាក់ស៊ីអឺស៊ីអើយស៊ីអត់បាត់ហើយចាក់តទៀតចាក់យ៉ាងឲ្យមានប្រាក់ឬក៏អត់គ្មានប្រាក់ក៏មកដណ្ដើមកន្លែងចាក់អីដែរទៅសពកដល់ផ្ទះទៅមានប្រាក់ឬក៏អត់បើមានចាក់មកអូយចាក់ល្អចាក់បន្តទៀតចាឲ្យដល់ដៃសំជិះឆ្លាញ់ដៃចាក់ដៃឆ្លាញ់ស៊ីចាក់ស៊ីសំជិះចាក់ពេលបើហើយវាយអូស៊ីអូយយ៉ាសូយបែនចាក់ស៊ីវចេញតែចាក់តែចេញស៊ីវអាយ៉ាព្រះជាម្ចាស់អើយខ្ញុំបានសម្បត្តិជូនកូនស្រីខ្ញុំបានសម្បត្តិថាឈប់លេងល្បែងទៀតហើយតែដៃទាំងពីរនេះខ្ញុំត្រូវការឯងធ្វើអីទៀតទៅខ្ញុំមានមុខឯណាជួបកូនស្រីខ្ញុំកាប់ឯងចោលត្មងទៅហើយចោលឲ្យចុះកាប់ចោលត្មងទៅធ្វើអីណាបងឯកូនស្រីពុកអើយកូនទុកឲ្យពុកកាប់ចោលទៅពុកពួកនឹងល្បែងដៃទាំងពីរហ្នឹងកាប់ទៅខ្ញុំឲ្យពុកកាប់ទៅកូនស្ដាប់ច្បាស់ពុកពិតជប់កាប់ណាកូនខាត់នេះកូនមិនខ្លាចឈាមបន្លាក់ខ្លួនទេបងសូនសាញ់ណាឆាប់កាប់ទៅគឺពុកអើយបើពុកពិតជាអត់ដៃបែនកូនស្រីពុកបានដដាមើលថែរឿងមួយពុកដល់ហើយចុះចាញ់ប្រាក់លក់គំនូអស់ហើយហ៎ពុកមិនអាចទៅលេងល្បែងទៀតទេពុកស្ដាប់តាមកូនច្បាស់ជាឈប់ទៅហើយលេងទៅរហូតបងកូនស្រីពុកកូនគូពី3ផ្ទាំងទៀតទៅថៅកែហាងចិនជីនេះគេគឺលោកសងមួយអង្គលោកព្រោះតែបាទគំនូមានប្រមាណលោកយកទាំងអស់ម្ដងនេះយើងមិនចាំបាច់កើតទុកទៀតទេរកប្រាក់គ្រប់គ្រាន់ហើយពុកលួសកូនមកវិញណាកូនស្រីមានសេរីភាពហើយគឺពុកលបងថាគំនូមួយទាំងនេះខ្ញុំរកយូរហើយតែទិញមិនបានសោះថ្មីដែរមែនពិតជាល្អណាស់ណាថៅកែលោកម្ចាស់មើលអក្សរនេះទៅទេប្រកាសជាពិតគំនូមិនពិតប្រកបលោកមើលអក្សរនេះចុះបាទថៅកែមនុស្សធម្មតាខ្ញុំមិនលោកជួនទេណាពិតជាល្អខ្លាំងណាស់លោកមើលម្ដងទៀតទៅរកមើលខាងក្រោមមកណាមកណែយ៉ាងនេះទៅឲ្យទៅស៊ីឆាយបន្ថែមទៀតពេជ្រល្មងធំសរសេរតុងឈីឆាងឬក៏តុងសើប៉ៃឬក៏សៀឆៃលោកសរសេរទេសរសេរសៀនឆៃចុះចង់ចាំផងណាតើបាញ់ចឹងខ្ញុំទៅប្រាំជាសៀវឆៃ
ខ្ញុំស៊ើបរួចហើយនៅក្នុងក្រុងហាងនេះមានគំនូរតុងឈីឆាងតែ5ផ្ទាំងទេគំនូររបស់លោកតុងគឺជាវត្ថុទៅប្រចាំហាងយើងមិនលក់ទេអូតាំងឈិងឆាងខ្ញុំនឹងឲ្យឯងស្អុយឈ្មោះលបងជាងយ៉ាងម៉េចនឹងតុងឈីឆាងអើយដូនតាឯងមានស្រែល្អរាប់ពាន់រៃផ្ទះល្អជាប់រដឹកឯងខ្វះប្រាក់ទេនិយាយថាម៉េចឯងគំនូឯងកោប្រពន្ធភ្នំនៅក្រុងហាងនាំឲ្យខូចគេឈ្មោះខ្ញុំអស់ខ្ញុំមិនយល់ហេតុអីលបងខឹងយ៉ាងនេះទេគំនូខ្ញុំនៅក្រុងហាងតើមានរឿងអ្វីទេតុងឈីឆាងនេះតុងឈីឆាងឯងខ្វះប្រាក់ឯងមិនគួរថោកទាបដល់ម្លឹងទេឯងមើលឥឡូវនេះអ្នកនៅក្នុងក្រុងហាងគឺសុទ្ធតែនិយាយថាតុងឈីឆាងឯងនេះគឺបានតែឈ្មោះនេះគឺជាជាងគំនូដែលលូបលួនប្រាក់នេះគេចំណាយប្រាក់យេនច្រើនទិញគំនូពីរផ្ទាំងដូចគ្នាបេះបិទនៅក្នុងហាងនេះខ្ញុំពិនិត្យមើលទៅចេញពីស្នាដៃឯងតែម្ដងមួយណាមានឈ្មោះឯងស្រាប់លបងជាងតុងឈីឆាងខ្ញុំដាច់ខាតមិនគូគំនូពីរដូចគ្នាទេហើយក៏មិនយកទៅលក់នៅក្នុងហាងដែរឯងមកមើលខ្លួនឯងមកនេះស្នាដៃរបស់ឯងមែនទេគ្រាន់តែគូប៉ុណ្ណឹងមិនមែនប្រើពេលវេលាមួយថ្ងៃទេក្រៅពីឯងមានអ្នកណាអាចគូបានទៅអាហ្វូអ្នកប្រុសលោកជង្គង់ឯងជាអ្នកក្រុងហាងមែនទេអ្នកប្រុសគឺខ្ញុំនឹងឯងបានយកគំនូទៅបោះចោលឬក៏លក់ក្នុងតម្លៃថោកឲ្យគេអ្នកប្រុសអយុត្តិធម៌ណាស់អាហ្វូដើមឡើយគឺតាមអ្នកប្រុសច្រើនឆ្នាំហើយគួរតែយល់ពីអាហ្វូខ្លះអាហ្វូមិនបានធ្វើថោកទាបដល់ម្លឹងទេនេះគឺជាចោលច្បាស់ណាស់ខ្ញុំមិនបានឯងនៅប្រកែកទៀតមិនមែនខ្ញុំទេមិនមែនឯងគឺឯងមិនមែនខ្ញុំទេបាទហើយមានរឿងចម្លែកមួយអ្នកទាំងពីរជួយមើលខ្ញុំតិចមើលនេះគឺជាអក្សររបស់អ្នកណានេះគឺច្បាស់ជាឈិនជាយូសរសេរហើយគេថាអក្សរខ្ញុំតែមិនមែនជាអក្សររបស់ខ្ញុំទេឯងមានន័យយ៉ាងម៉េចហ្នឹងបើកលេខមួយផ្លែតដូចជាអក្សរខ្ញុំមែនប៉ុន្តែខ្ញុំមិនអាចយកគំនូអក្សរខ្ញុំយកទៅលក់នៅក្រុងហាងទេហើយក៏មិនមែនសរសេរលើផ្លែតពីរដូចគ្នាដែរនេះមិនដូចជាប្រមាថគេឈ្មោះដ៏ថ្លៃថ្នូររបស់ខ្ញុំទេហេតុនេះគេថាជាអក្សរខ្ញុំតែមិនមែនជាអក្សរខ្ញុំទេឯងផ្លិតរបស់ឯងនេះបានមកពីណាថ្ងៃនេះខ្ញុំដើរទៅរកមើលតាមផ្លូវក៏ចូលទៅហាងគំនូមួយថាកាយហាងគំនូនោះស្រាប់តែចំណាំខ្ញុំបានក៏យកផ្លិតពីនោះចេញមកហើយថាទិញតម្លៃខ្ពស់នៅក្នុងក្រុងហាងនេះឲ្យខ្ញុំបញ្ជាក់តម្លៃជូនគាត់ហើយខ្ញុំក៏ទទួលយកមកមើលខ្ញុំមិនសំថាមិនទុកឈ្មោះមិនបោះត្រានេះដូចជាខ្វះសុជីវធម៌ពេកទេដឹងឯងរកមើលគំនូពីរផ្ទាំងនេះមើលតុងឈិងឆាងឯងខ្លាំងជាងអ្នកបុរាណច្រើនណាអ្នកណាមានថ្មីដៃល្អម្លឹងណោះអាមួយនេះសរសេរឈ្មោះឯងផងហ៎អ្នកប្រុសនេះគឺជាគំនូខ្លាយទេទឹកថ្នាំអ្នកប្រុសគឺសុទ្ធតែខ្ញុំទិញខ្ញុំជាអ្នកដុសអ្នកប្រុសមិនអាចប្រើធូបដុសទេអានេះគឺជាគំនូខ្លាយនេះមិនមែនទឹកមឹកដែលខ្ញុំប្រាថ្នាទេគំនូខ្លាយអាហ្វូយើងមិនទូឯងខុសក្រោកឡើងមកអាយ៉ាតាមពិតទៅគេគូគំនូអីយើងគ្មានសិទ្ធិថាស្ដីប៉ុន្តែខ្លែងបន្លំអក្សរគំនូឯងនៅលួចប្រើឈ្មោះឯងទៀតយកទៅក្នុងហាងគំនូលក់ចេញដោយចាត់ទុករូបពិតប្រាកដគឺល្មើសច្បាប់ហើយនេះបានបោកប្រាស់ភ្ញៀវក៏ធ្វើឲ្យខូចគេឈ្មោះជាងគំនូដែរត្រូវតែឲ្យវាសងនៃការខូចខាតលបងជាងមិត្តភក្តិលបងទៅទិញនៅហាងណាដែរ
ឮថាគឺនៅជាប់បឹងខាងលិចហាងគំនូដែលមានឈ្មោះថាចិនជី ចិនជីនេះគួរតែខ្លាញ់ទេតោះទៅកំទេចហាងរបស់គេចោល ឈប់សិនរឿងនេះដូចជាមិនស្រួលទេយើងកុំធ្វើឲ្យផ្ដេសផ្ដាសជៀសវាងមុនបង្កាញ់មនុស្សល្អអាហ្វូឯងទៅស៊ើបមើលទៅ បានណាប្រុស ខ្ញុំបញ្ចោរੂនេះកុំខាត់ខ្ញុំបានហើយកុំធ្វើចឹងឆាប់ចូលមកខ្ញុំបញ្ចោរੂខ្ញុំបញ្ចោរੂនេះកុំខាត់ខ្ញុំចូលមកលើខ្ញុំទៅអាយ៉ាណែថាកែថងថាកែហើណែឆាកជីវិតខ្លីមួយពួកលោកធ្វើអីចឹងមានពាក្យអីនិយាយស្រួលមកសំបចុះមកសិនមកខ្ញុំបញ្ចោរូនេះខ្ញុំចង់ស្លាប់អាយ៉ាម្ចាស់ក្នុងផ្ទះយើងដូចជាគ្មានធ្នឹមទេ គ្មាននឹមទេនាំគ្នាចុះមក លោកជងលោកនេះដូចជាអាក្រក់ពេកហើយលោកកនូពីទៀងនេះឲ្យយើងក្នុងតម្លៃខ្ពស់ហើយនៅថាមានតែមួយទៀត ត្រូវហើយអាយ៉ាជប់សិន ដឹងថាតុងជីឆក់គូដូចគ្នាបានច្រើនយ៉ាងនេះ មិនមែនទេស្ដាប់ខ្ញុំនិយាយសិន កំពុងតែធ្លាក់ថ្លៃខ្ពៀកហើយដូចជាតម្លៃស្ពៃសជុំ មែនហើយលោកតកែហើកុំខឹងច្រឡោតយើងកំពុងតែស៊ើបអង្កេតរឿងនេះហើយចាំងហ្វាអ៊ីស៊ើបអង្កេតស្អីទីផ្សារជាប់មានគំនូតុងឈីឆាងនៅក្នុងហាងយើងនេះមួយផ្ទាំងថោកណាស់លោកបែជាកុំឲ្យយើងខឹងច្រឡោតយើងមានចិត្តមិនបាត់ខ្ញុំចង់ស្លាប់ខ្ញុំចង់ស្លាប់ខ្ញុំចង់ស្លាប់រឿងអីទៅគឺឆាប់មកជួយសាច់គេបងស្រាយប្រាប់ពួកគេទៅអើនឹងហើយគឺតុងឈីឆើដល់ពេលនេះហ៊ានចេញមកជួបយើងផងយើងគ្មានគំនុំគុំគួនអីទេប្រាប់មកឯងធ្វើអញ្ចឹងស្លាប់ពិតមានកំណត់យ៉ាងម៉េចទៅឲ្យប្រាប់យើងព្រាមមកត្រូវឲ្យឯងប្រាប់មកថាការទាំងពីរគំនូក្នុងហាងលោកពិតជាខ្ញុំគូមែនពួកលោកនាំគ្នាចុះសិនមកចំណែកគំនូដតីសិតតែត្រូវខ្លាញ់បន្លំឲ្យតែអាចបញ្ជាក់បានខ្ញុំនេះច្បាស់ជាផ្ដល់យុត្តិធម៌ឲ្យវិញ មកផាំមួយចាំជើងមិនដែរលោកម្ចាស់សំជើង ត្រូវមកសំជើង មកផាក់ប្រាប់ពួកឯងឲ្យដឹងរឿងធំមួយរឿងអីហ្នឹងពួកឯងមានដឹងទេថាអ្នកល្បីឈ្មោះជាងគំនូល្បីតុងឈីឆាងទេខ្ញុំប្រកាសជាដឹងហើយ ខ្ញុំក៏ដឹងដែរ គឺមករយៈមុននេះជាងគំនូដល់ល្បីឈ្មោះឡើងលើឆាកជ្រើសរើសប្រពន្ធនោះអីខ្ញុំនិយាយត្រូវហ៎ត្រូវ